ហ្នឹងហើយសួស្តីបងប្អូនទាំងគ្នាចាជំរាបសួរបងប្អូនទាំងគ្នាដែលចូល view មើលហ្នឹងហើយដែលជួយ share ហ្នឹងហើយបងប្អូនទាំងគ្នាលឺអត់លឺច្បាស់អត់ចាលឺច្បាស់ហ៎ខ្ញុំខ្លាចតែអត់លឺទូរស័ព្ទខ្ញុំវាអត់សូវលឺសលេងហ្នឹងហើយឥឡូវបាន400ហើយ share បាន5 600សិនមកចាំនិយាយហើយដោយសារតើបងប្អូនយើងច្រើនដែលគាត់មួយថ្ងៃនេះគាត់តាមដានមែនតើគណៈនីលីច័ន្ទវតីជាមួយនឹងសានវុនធឿនហ្នឹងមានបងប្អូនយើងច្រើនដែរគាត់ថាអត់កំចង់ឲ្យខ្ញុំនឹងឆ្លើយតបឆ្លងឆ្លើយជាមួយគាត់អញ្ចឹងណាប៉ុន្តែនាងខ្ញុំមកសុំនិយាយវីដេអូមួយនេះដោយសារតែឃើញគាត់នឹងនិយាយលក្ខណៈលៀបពណ៌ខ្ញុំខ្លាំងពេកហើយនិយាយមកគាត់អត់មានមូលដ្ឋានខ្លួនឯងគាត់មកថាខ្ញុំហ្នឹងអ្នកអត់មានមូលដ្ឋានវិញចាគឺអស់សំណោចខ្លាំងមែនតើអញ្ចឹងថ្ងៃនេះសូមបញ្ជាក់បន្តិចហ្នឹងសូមshareបន្តិចទៅដើម្បីឲ្យបានមើលដល់ឲ្យគាត់បានដឹងខ្លួនផងចាហើយសូមអរគុណបងប្អូនទាំងអស់គ្នាចាដែលតែងតែចូលមក view ក៏ដូចជាជួយ share នៅវីដេអូរបស់ខ្ញុំគ្រប់ការ live របស់ខ្ញុំទាំងអស់បងប្អូនតែជួយ share ចាអរគុណខ្លាំងមែនតើចាថ្ងៃនេះមិនចង់ធ្វើរបៀបថាប្រកាសសង្គ្រាមជាមួយគាត់ទេប៉ុន្តែថ្ងៃមិញហ្នឹងគឺគាត់បាននិយាយច្បាស់គឺគាត់ប្រកាសសង្គ្រាមជាមួយនឹងខាងអ្នកគ្រប់គ្រងសង្គ្រោះជាតិដែលជេរគាត់អីចឹងណាគាត់ប្រកាសសង្គ្រាមជាមួយហ្មងអញ្ចឹងណាចាអញ្ចឹងហើយខ្ញុំអត់បានទៅប្រកាសសង្គ្រាមជាមួយគាត់ទេប៉ុន្តែវីដេអូមួយនេះគ្រាន់តែចង់បញ្ជាក់ដើម្បីកុំឲ្យគាត់ហ្នឹងមានការយល់ច្រឡំតែប៉ុណ្្នឹងឯងចាតោះឥឡូវបាន600ជាង700ហើយសុំshareម្នាក់មួយសិនហ្នឹងហើយឲ្យបានច្រើនញ៉ាំស្រួលនិយាយសរុបហ្មងចាឥឡូវអូខេចាប់ដើមនិយាយតែម្ដងចាលោកពូសានបន្ទឿនហ្នឹងគឺគាត់ថាដំបងឡើយគាត់ថាខ្ញុំហ្នឹងគឺជាក្មេងស្រីម្នាក់ដែលនិយាយរបៀបថាដែលតែងនិយាយវីដេអូរិះគន់គេគ្រប់គ្នាហ្នឹងគឺអត់មានមូលដ្ឋានច្បាស់លាស់ទេចាហើយនេះខ្ញុំធ្វើការនិយាយវីដេអូរិះគន់រដ្ឋាភិបាលក៏ដូចជារឿងអីផ្សេងទាំងអស់ហ្នឹងគឺរិះគន់ដើម្បីឲ្យខ្លួនឯងហ្នឹងគឺដើម្បីបានលុយពីអ្នកស្រុកក្រៅចាដើម្បីបានអ្នកបរទេសឃើញអញ្ចឹងទៅក៏ឲ្យលុយខ្ញុំចាខ្ញុំធ្វើហ្នឹងដើម្បីបានលុយពីអ្នកស្រុកក្រៅចាហើយអាហ្នឹងទី1ទី2គាត់ថាខ្ញុំហ្នឹងគឺជាសកម្មជនគណៈបកសង្គ្រោះជាតិចាហើយទី3គាត់ថាខ្ញុំហ្នឹងជាអ្នកចាក្រុមខ្ញុំហ្នឹងជាអ្នកកាងសពលោកពូកែមលីចាកាងសពដើម្បីយកប្រជាប្រិយភាពយកល្បីយកអីចឹងណាចាហើយបន្ទាប់មកទៀតក៏ថាខ្ញុំហ្នឹងជាអ្នកជាអ្នកកាងដែលថាថ្ងៃដែលធីសវណ្ណថាចូលទៅចូលប៉ុនហ្នឹងគឺកាងមិនអោយគេទៅចូលរួមប៉ុនទេចាហើយមួយវិញទៀតគាត់អាចង់ក្រោយទៀតហ្នឹងគឺគាត់រិះគន់រឿងខ្ញុំទៀបរឿងខ្ញុំអីរឿងខ្ញុំអីណាស្ទាយបន្តែណាណីចឹងទៅចាហើយរឿងថាខ្ញុំ like share អីគាត់អញ្ចឹងទៅអញ្ចឹងគឺខ្ញុំសូមបកស្រាយមួយសិនចាឥឡូវបញ្ជាក់ថាគាត់ហ្នឹងគាត់ប្រាប់ថាខ្ញុំហ្នឹងគឺនិយាយអត់មានមូលដ្ឋានច្បាស់លាស់ទេចាអញ្ចឹងខ្ញុំសូមសួរទៅដល់លោកពូសានបន្ទឿនវិញចាខ្ញុំហៅលោកពូអញ្ចឹងណាខ្ញុំអត់ហៅអាម៉ងទេដោយសារតែខ្ញុំមានសិលធម៌របស់ខ្ញុំក្នុងការនិយាយអញ្ចឹងខ្ញុំអត់ប្រើភាសា LDP មកប្រើនិយាយជាមួយពូទេចាអញ្ចឹងខ្ញុំសូមប្រាប់ថាពូដែលថាអួតខ្លួនឯងដែលជាអ្នកមានមូលដ្ឋានច្បាស់លាស់នោះសួរថាពូមានមូលដ្ឋានច្បាស់លាស់កន្លែងណាមានភ័ស្តុតាងបញ្ជាក់កន្លែងណាដែលថាខ្ញុំនឹងជាសកម្មជនគណៈបកសង្គ្រោះជាតិផ្កាប់មុខចាហើយពូចូលទៅសួរនៅគណៈបកឬក៏សួររកឯកសារណាមួយដែលថាបញ្ជាក់ថាខ្ញុំនឹងជាយុវជនឬក៏ជាសកម្មជនឬក៏មានមុខតំណែងអីនៅក្នុងគណៈបកសង្គ្រោះជាតិចាសូមយកមកបញ្ជាក់ឲ្យខ្ញុំមើលហើយមានឯកសារអីក៏ដោយដែលបញ្ជាក់ថាខ្ញុំនឹងជាសកម្មជនគណៈបកសង្គ្រោះជាតិចាខ្ញុំសូមបញ្ជាក់ប្រាប់ពូឲ្យច្បាស់បើថាអត់ដឹងច្បាស់ទេកុំនិយាយអាឡែចាខ្ញុំអត់មានជាសកម្មជនក៏អត់មានឋានៈតួនាទីអីនៅក្នុងគណៈបកសង្គ្រោះជាតិទេចានាងខ្ញុំលីច័ន្ទវតីគឺត្រឹមតែជានិស្សិតធម្មតាដូចបងប្អូនដូចប្រជាពលរដ្ឋដូចក្មេងៗគេធម្មតាទេចាហើយខ្ញុំក៏ត្រឹមតែជាអ្នកគ្រប់គ្រងនៅក្រៅទេចាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិ
ប៉ុន្តែអត់មានតួនាទីមុខតំណែងទេចាពូស្ដាប់ច្បាស់នៅចាទាំងអស់គ្នា share ទៅច្បាស់ជាលឺដល់គាត់ទេអញ្ចឹងបើសិនជាពូមានមូលដ្ឋានច្បាស់លាស់មិនមែនពូមកនិយាយឥឡូវគ្មានដឹងក្បាលកតុយថាខ្ញុំមកពីណាមកពីណីអញ្ចឹងទេចាពូត្រូវយល់ឲ្យច្បាស់សិនមិនមែនថាឲ្យតែគេនឹងជាអ្នកគ្រប់គ្រងផុសផុលគណៈបកសង្គ្រោះជាតិគេធ្វើសកម្មភាពមួយដែលថាបញ្ជាក់ថាគេជាអ្នកគ្រប់គ្រងនោះទៅថាគេនឹងជាសកម្មជនឬក៏ជាអីទេណែมันបាច់ចាំជាសកម្មជនទេគេធ្វើសកម្មភាពដែលគេស្រឡាញ់សង្គ្រោះជាតិឬក៏អីក៏ដោយផ្សេងហ្នឹងគឺគេជាអ្នកគ្រប់គ្រងក៏គេអាចធ្វើបានដែរគេមិនបាច់ចាំតែសកម្មជនទេមិនដូចបាក់ខ្លះទេចាំបាច់តែជួលលុយគេហើយចាំបាច់តតែសកម្មជនតតែឲ្យលុយអញ្ចេះអញ្ចោបានធ្វើរឿងអីកើតល្អកើតឲ្យគេបញ្ជាក់ឲ្យគេឃើញទេណាត្រឹមតែជាអ្នកគ្រប់គ្រងក៏អាចធ្វើបានដែរអញ្ចឹងរឿងធ្វើរឿងអីផ្សេងអ្នកខ្លះហ្នឹងដូចឧទាហរណ៍ថាក្រុមពួកខ្ញុំហ្នឹងទៅធ្វើសកម្មភាពមនុស្សធម៌នៅតាមបណ្ដាខេត្តផ្សេងភាគច្រើនគឺគេថាអូណយុវជនគណៈបកសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិនោះមកចែកអីឬក៏ធ្វើអីគេទៀតដែរគេនិយាយអញ្ចឹងតាមពិតនេះពួកក្រុមយើងខ្ញុំគឺអត់មានទេអត់មានពាក់ព័ន្ធជាមួយគណៈបកសង្គ្រោះជាតិតែហេតុអីបានជាឲ្យតែយើងធ្វើរឿងនៅសកម្មភាពមនុស្សធម៌សកម្មភាពល្អគេថាខាងសង្គ្រោះជាតិហេតុអីដោយសារតែសង្គ្រោះជាតិហ្នឹងអត់មានដែរធ្វើរឿងអាក្រក់ទេសង្គ្រោះជាតិហ្នឹងអត់មានដែរទៅខំគេទេសង្គ្រោះជាតិហ្នឹងអត់មានដែរទៅប្រឡូកប្រឡាក់រឿងអាក្រក់ហើយក៏អត់ដែរទៅធ្វើរឿងអីដែរធ្វើឲ្យរឿងចង្រៃដល់ជាតិទេអញ្ចឹងឲ្យតែរឿងល្អគេថាសង្គ្រោះជាតិទេអញ្ចឹងអត់ខុសទេប៉ុន្តែនេះខ្ញុំសូមបញ្ជាក់ថាអត់មែនជាសកម្មជនទេប៉ុន្តែត្រឹមតែជាយុវជនធម្មតាចាសូមបញ្ជាក់ឡើងហ្នឹងឲ្យច្បាស់ណាពពូអត់ដឹងច្បាស់ទេអ្នកខ្ញុំប្រាប់ឲ្យច្បាស់តែម្ដងចាកុំយល់ច្រឡំតទៅទៀតណាអញ្ចឹងអ្នកមានមូលដ្ឋានច្បាស់លាស់សូមស្ដាប់អ្នកអត់មានមូលដ្ឋានច្បាស់លាស់បញ្ជាក់ប្រាប់ចាឲ្យយល់អាហ្នឹងទី1ចាទី2ក៏ថានាងខ្ញុំហ្នឹងគឺក្រុមនាងខ្ញុំហ្នឹងគឺកាងសពលោកពូកែមលីចាកាងហ្នឹងគឺដើម្បីយកមុខមាត់ដើម្បីយកលៀបសការៈអីផ្សេងចាអញ្ចឹងយើងសូមបញ្ជាក់ថាអត់មានបានកាងអីទេរាល់តែអាការហ្នឹងគឺពួកខ្ញុំក្រុមខ្ញុំយើងខ្ញុំបងប្អូនអរគ្នាចូលរួមទៅជួយមើលជួយអីហ្នឹងលោកពូកែមលីហ្នឹងគឺมันមានការជួលហើយក៏មិនមានការកាងអីទេប៉ុន្តែគឺជាទឹកចិត្តយុវជនគឺជាទឹកចិត្តពលរដ្ឋដែលស្រឡាញ់ដែលគ្រប់គ្រងគាត់ណាទៅឈឺឆ្អាលទៅចូលរួមរំលែកទុកគាត់ណាអត់មានអ្នកឯងនិយាយប្រើពាក្យហ្នឹងគឺវាប្រមាថទៅដល់គាត់ខ្លាំងមែនទែនណាហើយប្រមាថទៅដល់បងប្អូនប្រជាពលរដ្ឋយើងជាច្រើនគ្នាដែលគាត់គិតគូរដែលគាត់សោកស្ដាយនៅវីរៈភាពរបស់លោកបណ្ឌិតកែមលីនេះដល់ពេលទៅនិយាយអញ្ចឹងគឺអ្នកឯងហ្នឹងមានអារម្មណ៍ថាអ្នកឯងមើងងាយគេខ្លាំងមើងងាយទឹកចិត្តគេខ្លាំងណាអញ្ចឹងសុំពូបញ្ជាក់ឲ្យច្បាស់ពូកុំធ្វើរឿងនិយាយមកអត់មានមូលដ្ឋានអីច្បាស់លាស់តែខ្ញុំនិយាយពាក្យហ្នឹងទៅពូវិញដោយសារតែពូហ្នឹងអ្នកមានមូលដ្ឋានច្បាស់លាស់បើតែនិយាយចេញមកអត់មាននឹងក្បាលកតុយអីហ្នឹងចាហើយនិយាយថាខ្ញុំឲ្យក្រុមខ្ញុំហ្នឹងគឺកាងអាថ្ងៃដែលសវណ្ណថាតែចូលប៉ុនចូលលុយហ្នឹង